គេឆ្ងល់ប្រទេសកម្ពុជាអ្នកចាំងពុទ្ធសាសនាសោះហើយហេតុអីបានដល់ស្លាប់3លាន8សែននាក់ដោយសារអីដោយសារលោកយាយលោកតានៅកម្មសាសនានឹងអីវាមិនមែនអញ្ចឹងទេព្រះពុទ្ធសាសនាមានធម៌5ដែលជាបទដ្ឋានយ៉ាងសំខាន់បំផុតទី1កុំសម្លាប់គ្នាទៅវិញទៅមកត្រូវតែមានមេត្តាធម៌រាប់អានគ្នាទី2លួចទ្រព្យគ្នាគឺឈប់ហ្មងឈប់លួចវាទៅជួយគ្នាទី3មិនឆាយចៅមិនចាប់ប្រពន្ធកូនគេមិនប្រព្រឹត្តសេពេស្យាទី4និយាយពិតមិននិយាយកុហកទី5មិនផឹកទឹកស្បឹងនេះវាត្រា5ព្រះពុទ្ធសាសនាហើយដល់មែនតើអ្នកសំណាក់ក៏គេថាគេកាន់ពុទ្ធសាសនាអ្នកលួចគេក៏គេកាន់ពុទ្ធសាសនាអ្នកមានប្រពន្ធកូនស្រីពេស្យាក៏កាន់ពុទ្ធសាសនាអ្នកនិយាយកុហកក៏គេថាកាន់ពុទ្ធសាសនាអ្នកផឹកស្រាគេថាគេកាន់ពុទ្ធសាសនាដូចគ្នាតាមពិតតែទីតាមពិតនោះវាមានត្រឹមតែផ្លាករឿងសេចក្តីពិតអត់មានត្រឹមតែយើងខ្វះនៅសេចក្តីពិតមានតែផ្លាកនឹងហើយដែលធ្វើឲ្យខ្មែរយើងអស់រលីងរលត់រលាយអស់បណ្ឌិតនិងប្រាជ្ញអ្វីៗដែលប្រទេសជាតិមានទាំងអស់ទៅហិនហើយទាំងអស់មកអំពីអីមកអំពីធម៌ទាំង5នេះមានអញ្ចឹងហើយដែលនៅក្នុងពេលនេះដែលខ្ញុំប្រកាសណានិមន្តព្រះអង្គហើយនឹងសិលវ័នស្រវតេ18ខែរួមជាមួយនឹងសម្ដេចព្រះសង្ឃរាជហើយនឹងឯកឧត្តមដែលមានការអនុញ្ញាតរៀបចំតាំងអំពីថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុកគឺដើម្បីនេះគឺដើម្បីឲ្យប្រសង់លោកយល់ដឹងអំពីរឿងសាសនាពិតគម្រោងការរបស់ខ្ញុំកណ្ដាលអាត្មាភាពដែលត្រូវធ្វើក្នុងពុទ្ធសាសនានឹងមានច្រើនជាអនាគតទៀតដើម្បីជួយជ្រង់ពុទ្ធសាសនាកាលណាបើមនុស្សទាំងអស់ក្នុងសង្គមជាតិមានអត្តចរិតជាអ្នកស្ងប់ស្ងាត់មានសិល5មានសិល8មានសិល10ពីខុសសំសំទៅល្អទូទាំងប្រទេសហើយឈ្មោះថាយ៉ាងម៉េចប្រទេសជាតិសន្តិភាពឯងដោយមិនបាច់ចាំផងព្រោះកលឹះធំណាស់គេហៅសិលធម៌របស់សង្គមហើយសពថ្ងៃនឹងចង់បានណាមិនមែនចង់បានតែចាស់ទេដែលឯកឧត្តមលើកថាតែចាស់អាត្មាក៏គិតឃើញចឹងដែរអាត្មាចង់បានធម៌ស្ងប់នឹងមានរហូតគ្រប់ស្រទាប់តាំងពីកុមារាកុមារីយុវជនយុវនារីពួកបញ្ញវន្តពួកនិស្សិតគ្រប់ស្ថាប័នទាំងអស់រហូតដល់មានកំណត់មួយនេះប្រហែលជាកំណត់នឹងគេអាចថាមហិច្ឆតាក៏បានដែរមានកំណត់ថាថ្នាក់ដឹកនាំប្រទេសទាំងអស់គ្រប់ស្ថាប័នអ្នកធ្វើការងាររដ្ឋទាំងអស់គួរតែរៀនធម៌រៀនផ្លូវលោកចេះដល់បរិញ្ញាដល់បណ្ឌិតអ្វីទាំងអស់ប៉ុន្តែលុះត្រាតែអប់រំចិត្តសិនសុំទៅធ្វើថ្នាក់ដឹកនាំទៅត្រឹមត្រូវនេះមានកំណត់ដល់ហ្នឹងដែលបង្កើតពុទ្ធធម្មនូលកណតរៈនៃព្រះរាជាណាចក្រកម្ពុជានេះគឺមានបំណងថាអ្នកធ្វើការទាំងអស់អ្នកដឹកនាំប្រទេសទាំងអស់គឺត្រូវតែចេះដល់ណាក៏ដោយគឺត្រូវតែអប់រំចិត្តសុំទៅធ្វើអ្នកដឹកនាំគោលការណ៍គឺចង់បានអញ្ចឹងប៉ុន្តែកំណត់នេះគេអាចថាមហិច្ឆតាក៏បានប៉ុន្តែសួរថាកំណត់ដែលកើតឡើងអញ្ចឹងដើម្បីអីបើសិនជាមនុស្សទាំងអស់ដែលដឹកនាំគេមិនដឹកនាំខ្លួនទេនឹងត្រូវសម្លាប់គេទាំងអស់គឺសោះនឹងត្រូវបំផ្លាញចិត្តមាតុភូមិតែអត់មានសិលធម៌ហើយឲ្យតែកាន់ប្រៃឈើកាប់ប្រៃឈើលុះអស់យើងពិតជាអញ្ចឹងនិយាយថងមាននយោបាយធម៌ចឹងដែរឲ្យតែកាន់ដឹងលក់បងអស់ឲ្យតែកាន់អីលក់នឹងទាំងអស់ម្ល៉េះហើយចិត្តទៅណាបើមិនលេចចុះវាអសង្ខ័យទៀតក៏ស្ដារឡើងមួយដែរទៀតហើយដល់ក្រោយឲ្យចេះបន្ទោគ្នាមកពីលោកនេះមកពីលោកនោះគ្មានមកពីលោកណាទេមកពីអត់សិល5នឹងបងមកពីអត់សិល5ចឹងហើយបានជានេះពេលនេះគឺជាបឋមទស្សនៈសូមព្រះអង្គហើយព្រះអង្គខ្ញុំបណ្ណាសុំបរដែលព្រះអង្គបានបួសហើយបានសិក្សាបស្សនាចេះដឹងហើយឥឡូវហ្នឹង5ថ្ងៃចេះធម៌3ចេះសិល1ចេះសមាធិ1ចេះបញ្ញា1ចេះធម៌ទាំង3ឲ្យដល់ព្រះអង្គមុនទៅវិញទៅព្រះអង្គគិតមិនទៅព្រះអង្គសូមនាំយកការបរិបត្តិល្អនេះយកទៅប្រព្រឹត្តបន្តហើយជួយផ្សព្វផ្សាយនៅបឋមវិន័យការបរិបត្តិនេះដល់សន្តានចិត្តកូនខ្មែរយើងទាំងអស់គ្នាឲ្យកាន់សិល5ឡើងឲ្យរក្សាចិត្តឲ្យបាត់ឲ្យស្ងប់ឡើងកុំឲ្យមានហិង្សាគ្នាពេក
ហើយចេះកាត់បន្ថយនៅសេចក្តីប្រកាន់រវាងគ្នានឹងគ្នានឹងការតាត់កិច្ចទី1គឺព្រះអង្គត្រូវចេះធ្វើខ្លួនយ៉ាងម៉េចល្អតែព្រះអង្គធ្វើខ្លួនឲ្យល្អហើយគេជឿហើយទៀតគេជឿគេថាព្រះអង្គនឹងល្អណាស់ដឹកនាំល្អលោកបប្រតិបត្តិល្អលោកមានបកតិធម្មតាត្រឹមត្រូវមានការលះបង់ស្ងួតល្អណាស់បើចឹងទៅនិយាយអីគេជឿហើយអញ្ចឹង